សំណួរទី1គឺសំណួរដែលពេញនិយមគឺសំណួរ Tell me about yourself មានន័យថាចូលនិយាយប្រាប់ខ្ញុំអំពីខ្លួនអ្នកអូខេឥឡូវយើងមើលរបៀបឆ្លើយគឺទី1យើងអាចនិយាយប្រាប់គេថាយើងឈ្មោះអីហើយទី2ប្រាប់ថាយើងមកពីខេត្តណាមានន័យថាកន្លែងកំណើតអញ្ចឹងយើងប្រាប់ទៅខេត្តបានហើយបន្តមកទៀតយើងនិយាយអំពីការអប់រំរបស់យើងខ្លីៗមកហើយនិយាយអំពីបទពិសោធន៍ការងារបើសិនជាយើងមានណាគេខ្លីៗដែរហើយនឹងឱកាសការងារដែលយើងកំពុងតែចង់បានកំពុងតែស្វែងរកនៅពេលឥឡូវយើងចូលទៅមើលទៅអគំរូ My name is Sokdara I am from Kampot province I graduated my bachelor degree in human resource management at ABC University in 2019 I have experience as admin assistant for 2 years with ABC company What I am looking for now is an opportunity that I could challenge myself and develop my career in HR field ខ្ញុំឈ្មោះសុកតារាខ្ញុំមកពីខេត្តកំពតមានន័យថាខ្ញុំស្រុកកំណើតខ្ញុំនៅខេត្តកំពតបាទខ្ញុំបានបញ្ចប់ការសិក្សាកម្រិតបញ្ញាបត្ររបស់ខ្ញុំខាងជំនាញគ្រប់គ្រងធនធានមនុស្សមកពីសាកលវិទ្យាល័យ ABC và បញ្ចប់ការសិក្សានៅឆ្នាំ2019ខ្ញុំមានបទពិសោធន៍ធ្វើការជាជំនួយការរដ្ឋបាលរយៈពេល2ឆ្នាំបាទមកពីក្រុមហ៊ុន ABC អ្វីដែលខ្ញុំកំពុងតែស្វែងរកឥឡូវនេះគឺឱកាសការងារមួយដែលជួយឲ្យខ្ញុំអាច challenge ខ្លួនឯងហើយនឹងអភិវឌ្ឍនៅអាជីពការងារខាងផ្នែក HR ខាងផ្នែកធនធានមនុស្សរបស់ខ្ញុំបាទអញ្ចឹងនេះគឺជារបៀបឆ្លើយណាបាទទី1និយាយប្រាប់គេថាឈ្មោះអីហើយមកពីខេត្តណាអញ្ចឹងទៅបានបញ្ចប់ការសិក្សាកម្រិតឯគេហើយប្រាប់ជំនាញគេផងហើយបញ្ចប់ហ្នឹងមកពីសាកលវិទ្យាល័យណាហើយឆ្នាំសិក្សាដែលចប់ហ្នឹងឆ្នាំណាមានបទពិសោធន៍ឯគេអញ្ចឹងយើងប្រាប់មកបាទហើយបទពិសោធន៍ហ្នឹងធ្វើការនៅក្រុមហ៊ុនណាហើយកន្លែងនេះយើងអាចនិយាយពីការទទួលខុសត្រូវរបស់យើងគូលថែមទៀតក៏បានដែរណាអូខេមិនដែលគាត់ថាខ្ញុំអត់ចង់ដាក់ឲ្យវែងបាទដាក់ខ្លីៗទៅយើងអាចយកទៅបបែកថែមទៀតទៅណាហើយចុងក្រោយយើងប្រាប់គេថារាល់ថ្ងៃយើងកំពុងតែចង់បានការងារមួយដែលអាច challenge ខ្លួនឯងហើយ develop ខ្លួនឯងទៅនឹងមុខជំនាញគេបន្តយើងដាក់ HR ទៅយើងដាក់គណនេយ្យទៅអញ្ចឹងណាជំនួសមកកន្លែងនេះមកអូខេអញ្ចឹងនេះគឺជារបៀបឆ្លើយសំណួរទី1គឺសំណួរ Tell me about yourself